សរសើរព្រះអង្គបិតាគង់នៅស្ថានសួគ៌ស្រឡាញ់យើងហើយបញ្ជូនបុត្រាទ្រង់មកដើម្បីសួគត់លើឈើឆ្កាងជំនួសបាបយើងនិងប្រោសទ្រង់ឲ្យរស់ឡើងវិញនៅថ្ងៃទី3នោះជាអ្វីដែលយើងអបអរនៅថ្ងៃនេះជុំវិញពិភពលោកការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទការពិតខ្ញុំគិតថាវាត្រូវបានប្រារព្ធច្រើនជាងបុណ្យណូអែលទៅទៀតខ្ញុំដឹងថាពិភពលោកធ្វើបុណ្យណូអែលច្រើនតែការរស់ឡើងវិញជាអ្វីដែលបញ្ចប់ស្នាប្រហោះចាស់និងចាប់ផ្ដើមស្នាប្រហោះថ្មី Hallelujah ក្នុងព្រះគ្រីស្ទព្រះគម្ពីរចែងក្នុងរ៉ូមចំពុក4ថាព្រះយេស៊ូវត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសយើងហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានប្រជញ្ញរស់ឡើងវិញដើម្បីឲ្យយើងសុចរិតឃើញទេព្រះអង្គត្រូវគេបញ្ជូនទៅសម្លាប់ព្រោះមូលហេតុដែលគេបញ្ជូនទ្រង់ទៅសម្លាប់នៅលើឈើឆ្កាងគឺព្រោះតែកំហុសយើងពេលនេះខ្ញុំចង់ឲ្យអ្នកគិតជាមួយខ្ញុំដូចជារង្វង់មួយរង្វង់នៃភាពងងឹតនិងរង្វង់នៃពន្លឺដូច្នេះឈើឆ្កាងអ្នកឃើញព្រះគ្រីស្ទក្នុងរង្វង់ទាំងពីរព្រះគ្រីស្ទនៅកណ្ដាលសម្រាប់រង្វង់ទី1នៃភាពងងឹតអ្នកឃើញព្រះគ្រីស្ទនៅកណ្ដាលនៅលើឈើឆ្កាងទ្រង់នៅកណ្ដាលភាពងងឹតទីនោះអ្នកឃើញការជំនុំជម្រះរបស់ព្រះទីនោះអ្នកឃើញបាបទាំងអស់របស់យើងដាក់លើព្រះយេស៊ូវទីនោះអ្នកឃើញទុក្ខលំបាកដ៏ខ្លាំងក្លាអ្នកឃើញទ្រង់ឈឺចាប់អ្នកឃើញទ្រង់យកបាបទាំងអស់របស់យើងនៅក្រោមបណ្ដាសានៃព្រះទ្រង់ទទួលជំនួសយើងទ្រង់មិនប្រព្រឹត្តបាបទេទ្រង់មិនស្គាល់បាបទេទ្រង់គ្មានបាបទេតែលើឈើឆ្កាងទ្រង់រងជំនួសយើងជំនួសអ្នកនិងខ្ញុំអាមែនការនេះចែងក្នុងព្រះគម្ពីរនៅទីនោះអ្នកឃើញការជំនុំជម្រះរបស់ព្រះអ្នកឃើញទេព្រះមិនអាចរំលងអំពើបាបបានទេអាមែនតែព្រះស្រឡាញ់មនុស្សបាបនៅលើឈើឆ្កាងយើងឃើញព្រះគ្រីស្ទនៅក្នុងភាពងងឹតស្លុងទ្រាំនឹងបាបយើងទាំងអស់ព្រះពិរោធរបស់ព្រះអ្នកដឹងហើយទ្រង់ប្រសូតពេលយប់ហើយដឹងថាកន្លែងទាំងមូលពេញទៅដោយទេវតាដូចជាកណ្ដាលយប់ប្រែជាកណ្ដាលថ្ងៃពេលទ្រង់ប្រសូតតែនៅឯឈើឆ្កាងគេសម្លាប់ទ្រង់ទាំងកណ្ដាលថ្ងៃម៉ោង12ថ្ងៃត្រង់ពេលព្រះអាទិត្យគួរភ្លឺបំផុតតែព្រះគម្ពីរចែងថាភាពងងឹតគ្របដណ្ដប់ផែនដីភាពងងឹតនេះត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រចិនគេកត់ត្រាថាមានសូរ្យគ្រាសពេញពិភពលោកហើយកើតឡើងពេលគេសម្លាប់ព្រះគ្រីស្ទម៉ោង12កណ្ដាលថ្ងៃប្រែជាកណ្ដាលយប់ដើម្បីទ្រង់អាចទ្រាំនឹងភាពងងឹតទាំងអស់រងទុក្ខជំនួសយើងអាមែនបងថ្លៃលួសបាបយើងដើម្បីអ្នកនិងខ្ញុំអាចដើរក្នុងពន្លឺអកលអាមែនទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីឲ្យយើងសុចរិតខ្ញុំចូលចិត្តការបកប្រែព្រះគម្ពីរខ្មែរបរិសុទ្ធដែលចែងថាមានព្រះជន្មរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតមានព្រះជន្មរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតអ្នកទាំងអស់គ្នាបានរាប់ជាសុចរិតដោយព្រះនោះជាមូលហេតុដែលព្រះប្រោសបុត្រាទ្រង់ឲ្យរស់ឡើងវិញវាកើតឡើងដូចម្តេចអ្នកចង់និយាយពីអ្វីលោកគ្រូព្រិនមានន័យថាព្រះមិនអាចប្រោសបុត្រាទ្រង់ឲ្យរស់ឡើងវិញបើអ្នកមិនបានរាប់ជាសុចរិតទេព្រោះបុត្រាទ្រង់យកការទទួលខុសត្រូវដាក់លើខ្លួនទ្រង់ដើរតួជាអ្នកនៅឯឈើឆ្កាងអាមែនអ្វីជាអ្នកនិងអ្វីដែលអ្នកបានធ្វើទាស់នឹងព្រះដោយបះបោរមិនស្ដាប់បង្គាប់ប្រព្រឹត្តបាបទាស់នឹងព្រះយេស៊ូវទទួលខុសត្រូវចំពោះវាព្រះយេស៊ូវក្លាយជាកូនជាមនៃព្រះទ្រង់យកកន្លែងអ្នកនៅឯឈើឆ្កាងអាមែនដូច្នេះពេលនេះព្រះដកបាបទាំងអស់របស់យើងដោយលោហិតព្រះបុត្រាទ្រង់បើព្រះអាចប្រោសទ្រង់ឲ្យរស់ឡើងវិញយើងត្រូវតែបានរាប់ជាសុចរិតអាមែននោះជាមូលហេតុដែលព្រះប្រោសបុត្រាទ្រង់ឲ្យរស់ឡើងវិញក្នុង1ករិនថូសចំពុក15ប្រាប់ថាបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេអ្នកនៅតែជាប់បាបដដែលមានន័យថាទ្រង់ធ្វើមិនបានល្អទេទ្រង់មិនបានបញ្ចប់ការងារទេអាមែនតែសរសើរព្រះអង្គ Hallelujah ថ្វាយពរនាមទ្រង់អាមែនទ្រង់រស់ឡើងវិញមានន័យថាយើងបានរាប់ជាសុចរិតហើយលើមូលដ្ឋាននោះពេលយើងប្រារព្ធថ្ងៃមានប្រជញ្ញរស់ឡើងវិញនេះចាំថាព្រះគ្រីស្ទមិនត្រូវបានប្រោសឲ្យរស់ឡើងវិញទេបើអ្នកមិនបានរាប់ជាសុចរិតទេមិនថាអ្នកបានធ្វើអ្វីខ្លះមានសិលធម៌បែបណាឬអ្នកជានរណាគ្មានអ្វីតាក់ទងនឹងអ្នកទេព្រះរាប់អ្នកជាសុចរិតដោយសារអ្នកដទៃគឺបុត្រាទ្រង់អាមែនក្នុងគ្រប់កិច្ចការដែលព្រះគ្រីស្ទធ្វើក្នុងគ្រប់កិច្ចការដែលទ្រង់សម្រេចបានលើឈើឆ្កាងអាមែនព្រះរាប់អ្នកជាសុចរិតហើយលើមូលដ្ឋាននោះដោយព្រះរាប់អ្នកជាសុចរិតទ្រង់ប្រោសបុត្រាទ្រង់ឲ្យរស់ឡើងវិញអាមែនអាមែនសូមមើលលទ្ធផល
ដូច្នេះចម្ពោះបន្ទាប់ប្រាប់យើងថាតាមពិតជាការសម្ងាត់តែមួយចម្ពោះបន្ទាប់ប្រាប់យើងក្នុងរ៉ូមចម្ពោះ5ដូច្នេះដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិតដោយជំនឿនោះអ្នកមានពាក្យរាប់ជាសុចរិតសម្គាល់ដោយជំនឿមិនមែនដោយកិច្ចការយើងការប្រព្រឹត្តយើងទេអាមែនដូច្នេះដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិតដោយជំនឿយើងមានសន្តិភាពជាមួយព្រះអង្គតាមរយៈព្រះយេស៊ូវគ្រីស្ទឥឡូវទៅមើលការបកប្រែនៅក្នុងព្រះគម្ពីរបរិសុទ្ធចែងថាទ្រង់មានប្រជញ្ញរស់ឡើងវិញឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតបានរាប់ជាសុចរិតដោយជំនឿយើងមានសន្តិភាពជាមួយព្រះអង្គតាមរយៈព្រះយេស៊ូវគ្រីស្ទចំណាំព្រោះអ្នកបានរាប់ជាសុចរិតអ្នកមានសន្តិភាពជាមួយព្រះតាមរយៈព្រះគ្រីស្ទអាមែនមិនតែប៉ុណ្ណោះព្រះគម្ពីរចែងថាមានបន្តចែងក្នុងខបន្ទាប់ថាដោយសារទ្រង់ដែលយើងមានផ្លូវចូលក្នុងព្រះគុណដែលយើងកំពុងឈរដោយជំនឿនិងមានអំណរដោយសង្ឃឹមថាបានទទួលសេរីរុងរឿងនៃព្រះម្ដងទៀតដោយសារទ្រង់គឺដោយព្រះគ្រីស្ទយើងក៏មានផ្លូវចូលក្នុងព្រះគុណនេះដោយជំនឿព្រះគុណនេះព្រះគុណជាក្តីមេត្តាមិនសមទទួលបានមិនអាចរកបានអាមែនចូលក្នុងក្តីមេត្តាដែលយើងកំពុងឈរយើងមានផ្លូវចូលក្នុងក្តីមេត្តាដែលយើងកំពុងឈរដោយជំនឿនិងមានអំណរដោយសង្ឃឹមបានទទួលសេរីល្អនៃព្រះខ្ញុំចូលចិត្តការបកប្រែរបស់ដាប៊ីត្រង់នេះចែងថាក៏ដោយសារទ្រង់យើងមានផ្លូវចូលក្នុងព្រះគុណនេះគាត់បញ្យល់ថាក្តីមេត្តាមិនសមទទួលបានគឺព្រះគុណដែលយើងកំពុងឈរនៅដោយជំនឿហើយយើងអួតពីសេចក្តីសង្ឃឹមដល់សេរីល្អនៃព្រះផងកូនព្រះអ្នកដឹងទេខ្ញុំសូមប្រាប់ថាអ្នកកំពុងឈរក្នុងក្តីមេត្តារបស់ព្រះតែអ្វីដែលព្រះមានបន្ទូលគឺថាយើងមានផ្លូវចូលដោយជំនឿចំណាំពាក្យថាដោយជំនឿព្រះចង់ឲ្យអ្នកទទួលវាដោយជំនឿអាមែនអ្នកកំពុងឈរក្នុងព្រះគុណព្រោះអ្វីដែលព្រះគ្រីស្ទបានធ្វើលើឈើឆ្កាងអាមែននិងដោយការរស់ឡើងវិញរបស់ទ្រង់ពេលនេះអ្នកកំពុងឈរក្នុងព្រះគុណអាមែនអ្នកមិនឈរក្នុងបដាសាទៀតទេអ្នកមិនឈរក្នុងការដាក់ទោសទៀតទេអ្នកឈរនៅក្នុងព្រះគុណសរសើរព្រះអង្គដឹងទេមានទីក្រុងចាស់មួយនៅអង់គ្លេសដែលជាកន្លែងដែលគេមានពិព័រណ៍ល្បីរៀងរាល់ឆ្នាំដឹងទេយើងគ្មានពិព័រណ៍ច្រើនទេសប្តាហ៍ថ្ងៃតែក្នុងទីក្រុងចាស់នោះគេមានពិព័រណ៍គេមានបណ្ដែតប្រទីបនិងអ្វីផ្សេងទៀតវាជាក្រុងតូចមួយតែមនុស្សមកចូលរួមច្រើនពេលអ្នកទៅទីក្រុងនោះចូលចិត្តពិព័រណ៍ព្រឹត្តិការណ៍នោះផ្លូវក្នុងទីក្រុងអ្នកនឹងឃើញប្រអប់ជ្រុងអាមែនដែលគេគូតាមផ្លូវពេញទីក្រុងពេញតាមដងផ្លូវមានប្រអប់ជ្រុងក្នុងប្រអប់ជ្រុងនោះមានសរសេរឈ្មោះជាអក្សរពណ៌សបើអ្នកជាអ្នកមកថ្មីចូលទៅក្នុងក្រុងហើយសួរគេថាតើប្រអប់ជ្រុងដែលមានឈ្មោះនេះជាអ្វីទាំងនេះជាឈ្មោះមនុស្សដែលបានទិញសិទ្ធិដើម្បីឈរក្នុងប្រអប់ជ្រុងអំឡុងក្បួនដង្ហែក្នុងពេលធ្វើពិព័រណ៍គេមានសិទ្ធិអាមែនដើម្បីឈរក្នុងប្រអប់គេបានទិញវាគេបានទិញប្រអប់ជ្រុងនោះជាកន្លែងដែលគេនឹងឈរខ្ញុំយល់ស្របនឹងអ្នកខ្ញុំមិនគិតថាអ្នកដែលទិញប្រអប់ជ្រុងនោះដើម្បីឈរគេនឹងគ្រាន់តែពេញចិត្តដែលគេមានឈ្មោះនៅលើប្រអប់ជ្រុងនោះហើយទោះខ្ញុំទៅឬអត់វាមិនសំខាន់ទេខ្ញុំគិតថាខ្ញុំយល់ស្របនឹងអ្នកថាគេបានទិញប្រអប់ជ្រុងនោះគេនឹងចង់ឈរឈ្មោះក្នុងនោះនៅថ្ងៃនោះគេនឹងចង់ទទួលបានតំណែងពិសេសនោះអាមែនអ្នកដឹងទេថាមានកន្លែងមួយរង្វង់នៃក្តីមេត្តាមួយអាមែនទីនៃព្រះគុណដែលព្រះយេស៊ូវបង់ថ្លៃទិញឲ្យអ្នកមានឈ្មោះអ្នកនៅលើនោះអាមែនតើអ្នកគ្រាន់តែពេញចិត្តនឹងការដែលមានឈ្មោះអ្នកនៅលើនោះអាមែនឬអ្នកចង់ទទួលបានវាមានវាក្នុងជីវិតនេះចង់ទេអាមែនឃើញព្រះគុណព្រះប្រកាសឡើងក្នុងជីវិតអ្នកអាមែនគ្រប់អ្វីដែលអ្នកឃើញនឹងធ្វើនឹងអ្វីដែលអ្នកធ្វើពេលអ្នកដឹងថាអ្នកមានព្រះគុណជាមួយព្រះដូចណូអេក្នុងចំណោមមនុស្សទាំងអស់លើផែនដីព្រះគម្ពីរចែងថាព្រះអង្គម្ចាស់គាត់ប្រហារតីនឹងលោកណូអេហើយព្រះសង្គ្រោះគាត់នឹងគ្រួសារទាំងមូលក្នុងទូកធំអាមែនមានការប្រកួតសម្រស់ម្ដងហើយមានស្ត្រីម្នាក់ឈ្មោះ Esther ដែលមិនមែនជាជនជាតិពេរតែស្ដេចសពព្រះតីនឹងនាងហើយដោយនាងក្លាយជាម្ចាស់ក្សត្រីនោះជាគោលបំណងនៃការប្រឡងសម្រស់នាងក្លាយជាម្ចាស់ក្សត្រី
នាងអាចនៅក្នុងតំណែងដើម្បីរំដោះប្រជាជននាងជនជាតិយូដាចេញពីសត្រូវដូច្នេះទីនេះយើងមានព្រះគុណនៃព្រះដំណើរការក្នុងជីវិតប្រចាំថ្ងៃក្នុងសមរភូមិនៃជីវិតគ្រប់អ្វីដែលយើងធ្វើយើងមានព្រះគុណនៃព្រះហើយវាប្រកាសឡើងក្នុងអ្វីមួយជាក់ស្ដែងអាមែនលទ្ធផលនៃព្រះគុណផលនៃព្រះគុណតែដំបូងអ្នកត្រូវទទួលបានកន្លែងនៃព្រះគុណនោះសិនអាមែនមិនគ្រាន់តែដឹងទេកុំពេញចិត្តនឹងការពិតដែលអ្នកមានឈ្មោះលើវាអាមែនទទួលវាដោយជាក់ស្ដែងអាមែននឹកឃើញឃ្លាដែលនិយាយថាព្រះបន្ទូលព្រះចែងថាយើងមានផ្លូវចូលដោយជំនឿស្របតាមជំនឿសូមនិយាយក្នុងព្រះនាមព្រះយេស៊ូវខ្ញុំយកកន្លែងឈរក្នុងព្រះគុណខ្ញុំឈរនៅក្នុងព្រះគុណពេលខ្ញុំជួបឧបសគ្គពេលគេនិយាយអ្វីពីខ្ញុំព្រះបង្វែររឿងទាំងអស់ដើម្បីការល្អរបស់ខ្ញុំអាមែនអារ្យគប់ក្រូចឆ្មាដាក់ខ្ញុំអាមែនព្រះយកវាធ្វើជាទឹកក្រូចឆ្មាខ្ញុំហាឡេលូយ៉ាព្រះនឹងដោះស្រាយគ្រប់កិច្ចការដើម្បីការល្អរបស់ខ្ញុំហេតុអ្វីខ្ញុំកំពុងឈរក្នុងព្រះគុណខ្ញុំមានព្រះគុណជាមួយព្រះខ្ញុំជាបុរសស្ត្រីនៃព្រះគុណអាមែនប្រកាសថារាល់ថ្ងៃក្នុងជីវិតអ្នកព្រោះខ្ញុំមានព្រះគុណនៃព្រះខ្ញុំនៅក្នុងទីពិសិដ្ឋនៃព្រះខ្ពង់ខ្ពស់បំផុតក្រោមម្លប់នៃព្រះដែលមានគ្រប់ប្រជាស្ដាគ្មានការអាក្រក់ធ្លាក់លើខ្ញុំទេក៏គ្មានការញោមញីចូលមកជិតផ្ទះខ្ញុំដែរទេវតាផ្ដល់កម្លាំងមកខ្ញុំហើយពួកគេថែរក្សាខ្ញុំគ្រប់កន្លែងជាមួយនឹងអាយុវែងនិងសុខភាពល្អព្រះបំពេញចិត្តខ្ញុំនិងបង្ហាញខ្ញុំពីការសង្គ្រោះហាឡេលូយ៉ាអ្នកកំពុងឈរនៅក្នុងព្រះគុណទទួលយកវាអាមែនកុំគ្រាន់តែដឹងពីវាតែព្រះគម្ពីរចែងថាដោយជំនឿអ្នកមានផ្លូវចូលដោយពាក្យសម្ងាត់របស់អ្នកផ្ដល់ផ្លូវឲ្យអ្នកចូលអាមែនទៅក្នុងដែនពិសេសរបស់អ្នកមិនថាជាអ្វីទេសពថ្ងៃមានអ្វីជាច្រើនត្រូវការពាក្យសម្ងាត់ពិសេសអាមែនព្រះគម្ពីរចែងថាយើងមានផ្លូវចូលដោយជំនឿតាមរយៈព្រះយេស៊ូវអាមែនតាមរយៈព្រះយេស៊ូវយើងមានផ្លូវចូលដោយជំនឿឈ្មោះលើព្រះអម្នោះបានប្រទានមកដោយព្រះអម្ចាស់យើងទ្រង់បង់ថ្លៃឲ្យយើងឈរក្នុងរង្វង់នៃព្រះគុណអាមែនជាមួយព្រះដូច្នេះពេលនេះយើងឃើញព្រះយេស៊ូវក្នុងការរស់ឡើងវិញពេលទ្រង់រស់ឡើងវិញទ្រង់មានប្រជញ្ញរស់ឡើងវិញក្នុងរង្វង់នៃពន្លឺហើយទ្រង់នៅកណ្ដាលពន្លឺពេលនេះគ្មាននរណានឹងគិតថាព្រះយេស៊ូវពេលនេះស្ថិតនៅក្រោមព្រះគុណជាមួយព្រះទេលើឈើឆ្កាងទ្រង់បានក្លាយជាយើងអាមែនក្នុងន័យចំទ្រង់ជាអ្នកជំនួសយើងហើយព្រះធ្វើដាក់ទ្រង់ដូចជាយើងនឹងបាបយើងនៅលើឈើឆ្កាងតែព្រះបានប្រោសបុត្រាទ្រង់ក្រោយពីយើងបានរាប់ជាសុចរិតអាមែនពេលនេះយើងបានរាប់ជាសុចរិតព្រះយេស៊ូវយើងឃើញទ្រង់នៅកណ្ដាលពន្លឺនោះអាមែនក្រោមការពេញចិត្តរបស់ព្រះជាម្ចាស់ហើយមិនត្រឹមតែទ្រង់នៅទីនោះម្នាក់ឯងទេព្រះគម្ពីរចែងថាយើងបានរស់ឡើងវិញជាមួយព្រះគ្រីស្ទដើម្បីឲ្យយើងមានផ្លូវចូលទៅក្នុងព្រះគុណនេះព្រះគុណដដែលដែលនៅលើព្រះយេស៊ូវវានៅលើយើងហេតុនេះព្រះគម្ពីរចែងថាត្បិតក្នុងលោកនេះយើងមានរបៀបរស់នៅដោយព្រះយេស៊ូវដែរព្រះយេស៊ូវនៅក្រោមការពេញចិត្តរបស់ព្រះដូចអ្នកនិងខ្ញុំអាមែនបើអ្នកជឿលើព្រះគ្រីស្ទអាមែនអាមែនសរសើរព្រះនាមព្រះយេស៊ូវបើអ្នកមើលនៅក្នុង2កូរិនថូសចំពុក5ខ19ចែងថានៅក្នុងអង្គព្រះគ្រីស្ទព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គដោយមិនប្រកាន់ទោសគេឡើយព្រះអង្គក៏បានដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរដូច្នេះយើងជាទូតរបស់ព្រះគ្រីស្ទគឺដូចជាព្រះមានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្ទថាទុកឲ្យព្រះសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅព្រះគ្រីស្ទគ្មានបាបសោះតែព្រះបានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើងដើម្បីប្រោសយើងឲ្យសុចរិតរួមជាមួយព្រះគ្រីស្ទដែរហាឡេលូយ៉ាត្រង់នោះអ្នកមានវាខ21ព្រះគ្រីស្ទគ្មានបាបសោះតែព្រះបានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើងដើម្បីប្រោសយើងឲ្យសុចរិតរួមជាមួយព្រះគ្រីស្ទដែរព្រះគម្ពីរចែងថាព្រះនៅក្នុងព្រះគ្រីស្ទបានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គអាមែនដោយមិនប្រកាន់ទោសគេឡើយសូម្បីទ្រង់នៅលើផែនដីអ្នកឃើញថាព្រះយេស៊ូវបានប្រទានសេចក្តីល្អការព្យាបាលនិងការអស្ចារ្យរបស់ព្រះច្រើនណាស់ណែកទ្រង់សម្អាតអ្នកជំងឺឃ្លុងទ្រង់ប្រោសមនុស្សឲ្យរស់ឡើងវិញទ្រង់ឲ្យមនុស្សថ្លង់ស្ដាប់ឮអាមែនទ្រង់ប្រោសមនុស្សខ្វាក់ហើយគ្រប់ទីដែលទ្រង់ទៅគម្ពីរចែងថាទ្រង់យាងពីកន្លែងមួយទៅកន្លែងមួយទាំងប្រព្រឹត្តអំពើល្អនិងប្រោសអស់អ្នកដែលត្រូវសង្កត់សង្កិនឲ្យជាឥតគិតថ្លៃទ្រង់ប្រទានការព្យាបាលការអស្ចារ្យឥតគិតថ្លៃ
នំប៉័ង5ដុំនិងត្រី2កន្ទុយទ្រង់ពហុគុណវាចំអែតមនុស្ស5000នាក់អាមែនសរសើរព្រះអង្គហើយមាន12ល្អីទៀតនៅសល់ការផ្គត់ផ្គង់ការឲ្យក្តីសប្បុរសទ្រង់តែងតែហូរហៀអាមែនខ្ញុំតែងនិយាយថាព្រះមិនគ្រាន់តែឆ្លើយតបការអធិដ្ឋានទេអាមែនព្រះនៃសម្ព័ន្ធមេត្រីថ្មីឆ្លើយតបលើសពីការអធិដ្ឋានទ្រង់ឆ្លើយតបលើសហូរហៀលើសអ្វីដែលយើងអាចសុំឬគិតពេលមួយមានស្ត្រីមេម៉ាយម្នាក់ហើយព្រះគម្ពីរប្រាប់យើងថាស្ត្រីមេម៉ាយប្តីស្លាប់ហើយជាប់បំណុលយ៉ាងច្រើនហើយម្ចាស់បំណុលមកយកកូនប្រុសគាត់ទៅលក់នោះជាវប្បធម៌សម័យនោះអ្នកគ្មានអ្វីសងកូនអ្នកនឹងក្លាយជាទាសករហើយនោះជារបៀបដែលអ្នកដោះបំណុលហើយគាត់យំប្រាប់អ្នកបម្រើរបស់ព្រះលោកអេលីសេថាតើនាងមានអ្វីខ្លះនៅក្នុងផ្ទះដឹងទេព្រះអង្គតែងតែសួរយើងតើអ្នកមានអ្វីខ្លះនៅក្នុងផ្ទះអ្វីតែបន្តិចដែលអ្នកមានសូមមើលវាមិនមែនអំពីអ្វីដែលអ្នកមានទេវាជាប្រពររបស់យើងលើវាព្រះមានបន្ទូលទៅម៉ូសេតើអ្នកកាន់អ្វីដំបងមួយហើយជាមួយដំបងនោះព្រះបានប្រើដំបងនោះធ្វើការអស្ចារ្យជាច្រើនអាមែនរួមទាំងមនុស្សចេញពីទឹកដីនោះដើម្បីយកទឹកពីក្រហែងថ្មនឹងការអស្ចារ្យគ្រប់យ៉ាងគ្រាន់តែពីដំបងធម្មតាដែលតាមពិតទៅគ្មានជីវិតសោះវាងាប់ដាច់ចេញពីឫសវាហើយអាមែនព្រះអាចធ្វើការអស្ចារ្យដូច្នេះព្រះសួរអ្នកតើអ្នកមានអ្វីខ្លះនៅក្នុងផ្ទះដូច្នេះអ្នកបម្រើនៃព្រះនិយាយជំនួសថាតើអ្នកមានអ្វីខ្លះនៅក្នុងផ្ទះនាងថាមានតែប្រេងមួយកូនដបប៉ុណ្ណោះហើយគាត់ថាទៅខ្ចីដបទំនេរពីអ្នកជិតខាងឲ្យបានច្រើនគឺកុំខ្ចីតិចពេកវាមិនគួរពិបាកទេដែលត្រូវទៅរកដបទៅទេអាមែនដូច្នេះទៅរកទៅនាងឲ្យកូនទៅខ្ចីដបទំនេរទាំងនោះអាមែនមានសម្លេងរំខានច្រើនអាមែនហើយពួកគេបានយកដបទំនេរចូលផ្ទះហើយនាងបន្តចាក់ហើយពេលគាត់ចាក់ប្រេងនាងគ្រាន់តែបន្តចាក់ព្រោះអ្វីប្រេងមិនអស់សោះអាមែនឲ្យតែនាងនៅចាក់ប្រេងមិនចេះអស់ទេមានមេរៀនមួយឲ្យយើងរៀនពេលព្រះសពប្រតិយើងកំពុងឈរក្នុងព្រះគុណអាមែនមានសន្តិភាពជាមួយព្រះអ្នកដឹងទេវាមិនដូចមនុស្សធម្មតាជាកូនរបស់អាដាមទេពេលនេះយើងជាកូនព្រះយើងមិនមែនមកពីជីវិតចាស់ទេអាមែនយើងបានកើតជាថ្មីជីវិតចាស់យើងរស់ក្នុងអាដាមបានស្លាប់ហើយនិងបានបញ្ចប់នៅលើឈើឆ្កាងយើងបានផ្ដាច់ចេញពីឫសវាហើយអាមែនហើយយើងបានកើតជាថ្មីពេលព្រះយេស៊ូវរស់ឡើងវិញយើងរស់ឡើងវិញក្នុងទ្រង់ចែងក្នុងព្រះគម្ពីរនោះជាការពិតអ្វីដែលព្រះទតឃើញយើងបានរស់ឡើងវិញក្នុងទ្រង់សូមមើលនេះលោកីពេលគេបម្រើអ្នកដទៃគេហត់នឿយគេអស់កម្លាំងតែអ្នកកាន់តែបម្រើព្រះអ្នកកាន់តែផ្ដល់ឲ្យអាមែនអ្នកកាន់តែបង្ហាញចេញនោះអ្នកសល់កាន់តែច្រើនអាមែនអ្នកកាន់តែផ្ដល់ឲ្យអាមែនសូម្បីតែពេលវេលាធម្មពលអ្នកការខំប្រឹងក្តីស្រឡាញ់ការយកចិត្តទុកដាក់អាមែនសូម្បីតែលុយអ្នកអាមែនវានឹងត្រឡប់មកអ្នកវិញកាន់តែច្រើនព្រោះអ្នកឈរក្នុងព្រះគុណសរសើរព្រះអង្គហើយវិធីដើម្បីមានកាន់តែច្រើនគឺការផ្ដល់ឲ្យហើយគាត់បន្តចាក់ចេញពីដបហើយទាយមើលវានៅបន្តហូរចេញប្រេងមិនអស់សោះអាមែនគ្រាន់តែបន្តចាក់រហូតនាងនិយាយថាបានហើយឲ្យដបមួយទៀតមកហើយកូននាងថាមានតែដបមួយចុងក្រោយហើយដឹងទេមានអ្វីកើតឡើងប្រេងក៏ឈប់ហូរដូច្នេះប្រេងបានរងចាំដបវាគ្មានផ្លូវផ្សេងទេវាមិនមែនអំពីប្រេងបន្តិចនៅក្នុងកូនដបទេហើយវាមិនគ្រប់ទេមានដបជាច្រើនទៀតនៅជុំវិញនោះទេបងប្អូនជាមួយការផ្គត់ផ្គង់របស់ព្រះគឺជាយើងដាក់ដែនកំណត់ព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែលយើងដាក់ដែនកំណត់របស់ព្រះអាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបព្រះចង់ឲ្យយើងចាក់បង្ហូរដោយការជឿទ្រង់តែងតែផ្ដល់ឲ្យទ្រង់តែងតែប្រទានពរអាមែនប្រេងឈប់ហូរពេលនាងឈប់ចាក់ប្រេងឈប់ហូរពេលនាងឈប់ចាក់អាមែនដូចជាការីអេលីយ៉ារៀបនឹងចេញទៅនៅជាមួយព្រះអង្គគាត់រៀបឆ្លងទៅអាមែនក្នុងវ័យចំណាស់ហើយព្រះគម្ពីរចែងថាស្ដេចយាងមកហើយគាត់ថ្វាយព្រួញខ្លះទៅស្ដេចគាត់ថានេះជាព្រួញនៃការរំដោះរបស់ព្រះក្នុងពេលនោះអ៊ីស្រាអែលត្រូវបានគេបៀតបៀនបានឈ្លានពានដោយស្ដេចហាសែលស្ដេចស្រុកសេរីគាត់ប្រាប់ស្ដេចអ៊ីស្រាអែលថាយកព្រួញនេះហើយវាយទៅលើដីស្ដេចស្លន់ស្លោបន្តិច
ដឹងទេថាគាត់ធ្វើអ្វីគាត់វាយវាទៅលើដី3ដងហើយលោកអេលីយ៉ាខឹងគាត់ថាហេតុអ្វីក៏ទ្រង់វាយ3ដងទ្រង់គួរតែបន្តវាយពេលនេះទ្រង់មានជ័យជំនះតែ3ប៉ុណ្ណោះហើយនោះពិតជាអ្វីដែលបានកើតឡើងវិញស្ដេចមានជ័យជំនះតែ3ប៉ុណ្ណោះទ្រង់ដាក់ដែនកំណត់ឲ្យព្រះដឹងទេអ្នកបម្រើនៃព្រះនិយាយថានេះជាព្រួយនៃការរំដោះរបស់ព្រះតើការរំដោះច្រើនប៉ុណ្ណាដែលអ្នកចង់បានអាមែនខ្ញុំនឹងបន្តវាយ24ម៉ោងនៅថ្ងៃនេះហាឡេលូយ៉ាសរសើរព្រះអង្គអាមែនយើងកំណត់ព្រះយើងកំណត់ព្រះព្រះគម្ពីរចែងថាយើងបានកំណត់ព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែលក្នុងវិលរហោស្ថានកូនចៅអ៊ីស្រាអែលអាមែនរឿងសំខាន់បំផុតដែលព្រះចង់ឲ្យមនុស្សលើផែនដីសពថ្ងៃដឹងនោះគឺសេចក្តីពិតអាមែនថាព្រះបានយកបាបទាំងអស់របស់គេនិងដាក់លើព្រះយេស៊ូវព្រះយេស៊ូវបង់ថ្លៃទាំងអស់អាមែនហើយសុគតនឹងរស់ឡើងវិញពេលពួកគេបានរាប់ជាសុចរិតពេលនេះប្រអប់ដែលមានឈ្មោះគេលើនោះការឈរក្នុងព្រះគុណគឺនៅត្រង់នោះតែយើងត្រូវកាន់កាប់អាមែនបើអ្នកមិនកាន់កាប់ទេអ្នកមិនអាចកើតជាថ្មីបានទេអាមែនអ្នកត្រូវតែយកកន្លែងនោះហាឡេលូយ៉ាអ្នកត្រូវការកំណត់អត្តសញ្ញាណខ្លួនឯងជាមួយអ្វីដែលព្រះគ្រីស្ទបានធ្វើជឿអាមែននិងទទួលបើបេះដូងអ្នកលែងដើរតើអ្នកច្បាស់ទេថាអ្នកនឹងទៅឋានសួគ៌តើបាបរបស់អ្នកបានអត់ទោសឬនៅតើព្រះជាបិតាអ្នកមែនទេបើគ្មានការធានាក្នុងដួងចិត្តអ្នកទេសូមអធិដ្ឋានជាមួយខ្ញុំពេលនេះអាមែនទុកចិត្តលើព្រះយេស៊ូវជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទហើយអ្នកនិងអ្នកផ្ទះនឹងបានសង្គ្រោះអាមែនត្រៀមខ្លួនហើយសូមអធិដ្ឋានជាមួយខ្ញុំពេលនេះសូមថាបិតានៅឋានសួគ៌សូមអរគុណដែលព្រះគ្រីស្ទសុគតដើម្បីបាបខ្ញុំអរគុណទ្រង់ដែលភាពជាកូនរបស់អាដាមត្រូវបានបញ្ចប់បានស្លាប់ជាមួយព្រះគ្រីស្ទលើឈើឆ្កាងបាបទាំងអស់ជំងឺទាំងអស់របស់ខ្ញុំបានដកចេញហើយខ្ញុំអរព្រះគុណព្រះបិតាដែលខ្ញុំបានរស់ឡើងវិញពេលទ្រង់ប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញខ្ញុំរស់ឡើងវិញក្នុងទ្រង់អរគុណព្រះបិតាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ខ្ញុំសូមថាព្រះយេស៊ូវគ្រីស្ទចេញពីចិត្តអ្នកជាព្រះអម្ចាស់ខ្ញុំហើយខ្ញុំជឿថាខ្ញុំបានរាប់ជាសុចរិតដោយសារទ្រង់ព្រះដ៏វិសុទ្ធបានរាប់ខ្ញុំជាសុចរិតអរគុណព្រះបិតានិងព្រះយេស៊ូវជាអម្ចាស់ក្នុងព្រះនាមព្រះយេស៊ូវអាមែនបើអ្នកអធិដ្ឋានដូច្នោះនិងជឿដូច្នោះពេលនេះអ្នកជាកូនព្រះអ្នកទើបតែបានកើតជាថ្មីតែម្ដងក្នុងមួយរំពេចអ្នកត្រូវបានដកចេញពីអំណាចនៃភាពងងឹតពីនគរនៃភាពងងឹតទៅក្នុងនគរនៃពន្លឺអ្នកមិននៅក្នុងរង្វង់នៃភាពងងឹតទៀតទេពេលនេះអ្នកនៅក្នុងរង្វង់នៃព្រះពររង្វង់នៃពន្លឺរង្វង់នៃសេរីរុងរឿងហាឡេលូយ៉ាស្វាគមន៍មកកាន់គ្រួសារនៃព្រះអាមែនបងប្អូនសូមក្រោកឈរសរសើរព្រះអង្គហាឡេលូយ៉ាសប្តាហ៍បន្ទាប់សូមព្រះអង្គប្រទានពរអ្នកជាមួយព្រះពរនៃលោកឪពុកអាប់រ៉ាហាំនិងព្រះពរក្នុងទូតយកថា28សូមព្រះអង្គថែរក្សាអ្នកនិងគ្រួសារអ្នកពេញមួយសប្តាហ៍នេះពីជំងឺ COVID-19 ពីគ្រប់ជំងឺដំកាត់ពីគ្រោះថ្នាក់គ្រប់ប្រការការអាក្រក់ពីគ្រប់អំណាចនៃភាពងងឹតក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គមានក្តីមេត្តាដល់អ្នកក្នុងរបៀបដ៏ពិសេសពេញមួយសប្តាហ៍នេះសូមឲ្យអ្នកឃើញការសម្ដែងពីក្តីមេត្តានោះព្រោះអ្នកកំពុងឈរនៅទីដែលពេញដោយក្តីមេត្តាសូមឲ្យអ្នកឃើញវាសម្ដែងឡើងក្នុងរបៀបជាក់ស្ដែងក្នុងសប្តាហ៍ក្រោយនេះក្នុងព្រះនាមព្រះយេស៊ូវសរសើរព្រះអង្គហើយសូមព្រះអង្គញញឹមដាក់អ្នកនិងប្រកាសប្រាប់អ្នកពីសេចក្តីសុខសាន្តភាពពេញលេញសន្តិភាពនិងសុខុមាលភាពគ្រប់ផ្នែកនៃរាងកាយអ្នកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទគ្រប់គ្នានិយាយថាអាមែនសរសើរព្រះអង្គជួបគ្នាពេលក្រោយ